ចាប់បងបើវាចេញអាប់ដេតបែបហ្នឹងបងចុចអាប់ដេតមកពេលចុចអាប់ដេតហើយបងចុច online update តើមកបងចាំវាកុំចុចអីទៀតណាតើមកបងចាំវាកន្លែងលេខហ្នឹងពី1%រហូតដល់100%ពេលដែលវាលោតពេញដល់100%ហើយបងត្រូវចាំវាកុំដកដូចដកអីទាំងអស់ណាហើយអានេះគឺខ្ញុំធ្វើវីដេអូទេអញ្ចឹងវាអាចនឹងលឿនតែនេះយូរអញ្ចឹងពេលវាបិទហើយវាបើកវិញវាចេញ Smart Projector បន្ទាប់មកវាចេញ installation ចេះទៀតណាអញ្ចឹងបងត្រូវចាំទៀតចាំរហូតដល់វាពេញអាហ្នឹងពេលដែលពេញហើយវាចាប់តាមអាលុតទៀតហើយអញ្ចឹងបងកុំដកដូចកុំដកអីទាំងអស់ហ្មងកុំធ្វើអីវាចាំវា load Smart Projector នេះម្ដងទៀតពេលវា load ហើយបន្ទាប់មកវា loading យ៉ាload វាលោតរៀងយូរដែរអញ្ចឹងការអាប់ដេតហ្នឹងអាចពីចន្លោះ15នាទីទៅ20នាទីអញ្ចឹងបងចាំណាកុំឲ្យដកដូចផ្ដេសផ្ដាសអូខេពេលដែលវាលោតចឹងហើយវាចេញប្រូក្រាមចេះមានន័យថាយើងអាចប្រើ projector យើងបានដូចដើមវិញហើយ